រឿងកណ្ដោសឡើងជាស្ដេចកាលពីព្រេងនាយមានប្តីប្រពន្ធពីរនាក់ក្រីក្រណាស់មិនត្រឹមតែក្រពិបាកទេកូនក៏ច្រើនថែមទៀតផ្លេចខ្លួនចៅមាននុកនិងភរិយាមានកូនស្រីរហូតដល់ទៅ17នាក់ធ្វើឲ្យជីវភាពក្នុងគ្រួសារកាន់តែពិបាកទ្វេឡើងស្ទើរតែរកបាយហូបមិនបានពេលខ្លះត្រូវដាំបបររាវរកតែគ្រាប់អង្ករមិនឃើញធ្វើឲ្យប្តីប្រពន្ធទាំងពីរកើតទុក្ខយ៉ាងខ្លាំងមិនដឹងដោះស្រាយតាមវិធីណាប្តីប្រពន្ធទាំងពីរនាក់រងចាំឲ្យកូនដេកលក់អស់ទៅពិគ្រោះគ្នាដោះស្រាយបញ្ហាទីបំផុតមាននុកនិងភរិយាសម្រេចចិត្តយកកូនស្រីទាំង17នាក់ទៅបំបោះបង់ចោលនៅក្នុងព្រៃជ្រៅអ្នកទាំងពីរប្រាប់កូនថាបើនៅក្នុងភូមិតទៅទៀតគ្មានអ្វីបរិភោគទេពួកយើងត្រូវទៅរស់នៅក្នុងព្រៃរកបេះផ្លែឈើមើមឈើធ្វើជាអាហារពួកគេបាននាំកូនស្រីទាំង17នាក់ទៅរស់នៅក្នុងព្រៃពេលនោះពួកគេຕົកកូនចោលនៅក្នុងខ្ទមរួចកុហកថាទៅបេះផ្លែឈើកុមារីទាំង17នាក់រងចាំឪពុកម្ដាយរហូតដល់ថ្ងៃលិចមិនឃើញត្រឡប់មកវិញសោះនៅកណ្ដាលព្រៃស្ងាត់គួរឲ្យខ្លាចណាមួយស្រេកឃ្លានគ្មានអ្វីហូបទៀតកូនស្រីច្បងក៏នាំប្អូនដើររកឪពុកម្ដាយពួកនាងនាំគ្នាដើររហូតដល់នគរយក្សខំតែនាំគ្នាត្រេកអរព្រោះគិតថាពួកគេបានមកដល់ភូមិស្រុកហើយនៅនគរយក្សស្ដេចយក្សមិនទាន់មានមហេសីទេប៉ុន្តែមានប្អូនស្រីម្នាក់ស្ដេចយក្សមានគំនិតគិតប្លែកខុសគេគឺឲ្យប្អូនស្រីដាំបាយដំណើបមួយខ្ទះធំប្អូនស្រីយក្សក៏មិនសួរនាំច្រើនដែរនាងយក្ខិនីរៀបចំបង្កាត់ភ្លើងដាក់ដាំបាយដំណើបតាមបញ្ជាបងប្រុសស្ដេចយក្សដាក់សង្រែករែកបាយដំណើបទៅចាក់លើភ្លឺស្រែឲ្យคล้ายជាទំនប់ទឹកខ្ពស់តប់ទឹកក្នុងស្រែបានយ៉ាងងាយស្រួលស្ដេចយក្សឲ្យប្អូនស្រីដាំបាយដំណើបធ្វើដូច្នេះរហូតដល់បានភ្លឺស្រែខ្ពស់សពទីកន្លែងកុមារីទាំង17នាក់ពួកនាងអត់អាហារស្គមស្គាំងគ្រប់គ្នាពេលមកដល់នគរយក្សមិនឃើញមានមនុស្សម្នាក់សោះចង់រកសុំបាយទឹកគេសម្រន់ការស្រេកឃ្លានក៏មិនបានពួកនាងដើររហូតដល់វាលស្រែសំណាបឃើញភ្លឺស្រែសុទ្ធតែបាយដំណើបក៏ត្រេកអរណាស់នាំគ្នាហូបបាយទាល់តែឆ្អែតស្ដេចយក្សមកតាន់ក៏ចាប់កុមារីទាំង17នាក់យកទៅដំណាក់ស្ដេចយក្សប្រគល់នាងទាំង17ទៅឲ្យប្អូនស្រីយកទៅធ្វើជាអ្នកបម្រើយក្សទាំងពីរប្រើពួកនាងគ្មានឲ្យទំនេរដៃទេកុមារីទាំងអស់ពិបាកវេទនាណាស់ហូបក៏មិនដែលឆ្អែតចំណែកខោអាវវិញក៏រហែកអស់ពេលវេលាកន្លងទៅជាច្រើនឆ្នាំកុមារីទាំង17នាក់ក៏ពេញរូបពេញរាងចូលវ័យក្រមុំហើយប៉ុន្តែជីវិតពួកនាងមិនផ្លាស់ប្ដូរទេត្រូវបម្រើយក្សទាំងពីរស្ទើរតែគ្មានពេលសម្រាកគ្រប់គ្នាមិនដឹងជាធ្វើយ៉ាងណាឲ្យរួចផុតពីដៃយក្សទាំងពីរឡើយស្ដេចយក្សចេញទៅស្វែងរកចំណីបានហាមនាង17នាក់មិនឲ្យដើរទៅទិសខាងកើតនិងទិសខាងត្បូងនៃរាជដំណាក់សោះនាងទាំង17ឆ្ងល់ណាស់រឹតតែចង់ដឹងថានៅទីនោះមានអ្វីខ្លះទើបនាំគ្នាលបទៅទិសខាងកើតដំណាក់ទៅដល់បន្ទប់ថ្មមួយឃើញសុទ្ធតែពាងធំដាក់ទឹកមាសនិងទឹកប្រាក់ពួកនាងជ្រលក់ចង្អុលដៃក្នុងទឹកមាសស្រាប់តែចង្អុលដៃប្រឡាក់ជាប់ទឹកមាសជូតមិនជ្រះសោះនាងទាំង17ចេញពីបន្ទប់ថ្មធ្វើដំណើរទៅទិសខាងត្បូងនៃដំណាក់ទៀតនៅទីនោះមានរោងមួយធំក្នុងនោះសុទ្ធតែឆ្អឹងមនុស្សដែលយក្សចាប់យកមកស៊ីពួកនាងភ័យខ្លាចខ្លាំងណាស់ដឹងខ្លួនច្បាស់ថាថ្ងៃណាមួយដែលយក្សរកចំណីមិនបានច្បាស់ជាវាចាប់ពួកនាងធ្វើជាចំណីហើយចង្អុលដៃដែលនាងទាំង17
ជ្រលក់ក្នុងពាងទឹកមាសនោះនៅដិតជាប់ខំលាងទឹកយ៉ាងណាក៏លាងមិនជ្រះពេលស្ដេចយក្សត្រឡប់ពីរកចំណីវិញឃើញដៃនាងទាំង17រុំចង្អុលដៃចិត្តដូចគ្នាក៏កើតការសង្ស័យរួចដេញដោលសួរពួកនាងទាំង17នាក់ប្រាប់យក្សថាមុតកំបិតប៉ុន្តែយក្សមិនជឿទេយក្សបានចាប់ស្រាយដៃពួកនាងមើលឃើញប្រឡាក់ទឹកមាសយក្សខឹងខ្លាំងណាស់ព្រោះនាង17ហ៊ានប្រឆាំងនឹងបញ្ជារបស់វាស្ដេចយក្សចាប់នាងទាំង17នាក់យកទៅទម្លាក់ក្នុងពាងទឹកមាសធ្វើឲ្យពួកនាងឆ្លក់ទឹកមាសស្ទើរតែដាច់ខ្យល់ស្លាប់យក្សត្រាំពួកនាងចោលក្នុងពាងនោះរងាញ័រញាក់ស្ទើរតែទ្រាំមិនបានពួកនាងគិតថាត្រូវស្លាប់ទាំងអស់គ្នាក្នុងវេលានេះហើយគ្មានអ្នកណាអាចមកជួយពួកនាងបានទេយក្សទុកចោលនាងទាំង17អស់ជាច្រើនថ្ងៃប៉ុន្តែនៅពេលដែលគ្មានអ្នកបម្រើស្ដេចយក្សក៏ទៅស្រង់ពួកនាងមកវិញដូចជាភ័ព្វសំណាងល្អរបស់នាងដែរព្រោះដោយសារបានត្រាំខ្លួននៅក្នុងពាងទឹកមាសពេលនេះរូបកាយនាងទាំង17ប្រែក្លាយមានពណ៌ចែងចាំងដូចមាសនាងទាំង17មិនចង់នៅនគរយក្សទៀតទេនាំគ្នាកើតទុក្ខមិនដឹងធ្វើយ៉ាងណារត់ឲ្យរួចពីស្ដេចយក្សពេលនោះស្រាប់តែមានកណ្ដោសមួយចេញមកធានាខ្លួនថានឹងជួយយកអាសាពួកនាងកណ្ដោសប្រាប់ឲ្យនាងទាំង17ជញ្ជាត់ទឹកបាយទុកឲ្យខ្លួនរាល់ពេលដែលនាងដាំបាយចំណែកបាយដែលនៅសល់ពេលហូបរួចត្រូវហាលធ្វើឲ្យក្រៀមត្រៀមទុកឲ្យបានច្រើនសម្រាប់ហូបពេលធ្វើដំណើរតាមផ្លូវចេញពីនគរយក្សកណ្ដោសសន្យាថានឹងជួយធ្វើរូងក្រោមដីត្រង់កន្លែងនាងទាំង17ស្នាក់នៅឲ្យដល់ក្នុងព្រៃធំផុតពីនគរយក្សឮដូច្នេះនាងទាំង17នាក់ត្រេកអរខ្លាំងណាស់ច្រើនខែកន្លងផុតទៅកណ្ដោសធ្វើរូងក្រោមដីរួចរាល់ដោយចិត្តប្រាថ្នាទើបមកនាំនាងទាំង17នាក់ធ្វើដំណើរតាមរូងក្រោមដីជួនពេលនោះស្ដេចយក្សចេញទៅរកចំណីដូចពេលមុនវាជាឱកាសដ៏ល្អសម្រាប់ពួកនាងទាំង17គេចខ្លួនក្នុងរូងក្រោមដីងងឹតពិបាកធ្វើដំណើរខ្លាំងណាស់នាងទាំង17ដើរទាំងថ្ងៃទាំងយប់មិនហ៊ានឈប់សម្រាករហូតទាល់តែបានចេញផុតមកដល់មាត់រូងពួកនាងបានមកដល់នគរមួយទៀតដែលមានស្ដេចកំឡោះមួយអង្គកំពុងសោយរាជ្យនាងទាំង17ឃើញស្រះឈូកមានទឹកថ្លាត្រជាក់មានផ្ការីកស្គូស្គាយគួរឲ្យចង់បេះក៏នាំគ្នាចុះងូតទឹកយ៉ាងសប្បាយមិនដឹងថាស្រះនេះជាស្រះរបស់ព្រះរាជាទេនាងទាំង17គ្មានសម្លៀកបំពាក់ឡើយពេលនោះពួកភេលៀងនាំគ្នាមកដងទឹកហើយក៏បានឃើញពួកនាងពួកភេលៀងនាំគ្នាចូលគាល់ទូលថ្វាយព្រះរាជាថាបានឃើញនារី17នាក់កំពុងងូតទឹកស្រះមានរូបឆោមល្អចម្លែកខុសពីស្រីធម្មតាគឺរូបកាយពណ៌មាសភ្លឺចែងចាំងមិនធ្លាប់បានឃើញពីមុនមកទេព្រះរាជាចង់ឃើញនាងទាំង17នាក់ណាស់ទ្រង់បញ្ជាឲ្យពួកភេលៀងយកព្រះពស្ត្រទៅរៀបចំខ្លួនឲ្យនាងទាំង17ហើយនាំចូលក្នុងរាជវាំងភេលៀងនាំយកព្រះពស្ត្រល្អប្រណិតទៅដល់ស្រះឈូកនាងទាំង17នាំគ្នាភ័យព្រួយខ្លាចមានទោសពេលដឹងថាខ្លួនមកងូតទឹកក្នុងស្រះព្រះរាជានៃនគរនេះប៉ុន្តែពួកភេលៀងប្រាប់នាងថាព្រះរាជាចង់ឲ្យពួកនាងចូលគាល់ទ្រង់ព្រះអង្គមិនយកទោសទេឮដូច្នេះនាងទាំង17នាក់ក៏ព្រមតុបតែងកាយពេលបានស្លៀកពាក់ស្បៃចរបាប់មានគ្រឿងលម្អភ្លឺភ្លេចរំលេចត្បូងចម្រុះពណ៌ថែមទៀតនាងទាំង17មានសម្រស់ប្រៀបដូចនារីសួគ៌គ្រប់គ្នាបានឃើញហើយភ្លេចភ្លឹកព្រោះក្នុងនគរទាំងមូលគ្មានស្រីណាមានសម្បោរពណ៌ដូចពួកនាងទេពួកភេលៀងបាននាំនាងទាំង17ចូលទៅក្នុងព្រះរាជវាំងដើម្បីគាល់ព្រះរាជា
គ្រាន់តែតតឃើញនាងទាំង17ភ្លាមព្រះរាជាទ្រង់សោកព្រះទ័យយ៉ាងខ្លាំងព្រោះពួកនាងមានសម្រស់កាយខុសពីស្រីធម្មតាព្រះអង្គបានប្រកាសអភិសេកនាងទាំង17ធ្វើជាព្រះជាយាទាំងអស់គ្នាតែម្ដងពេលនេះជីវិតនាងទាំង17បានជួបក្តីសុខថ្កុំថ្កើងរហូតស្មានមិនដល់នាងទាំង17នាក់បានចាត់អាមាត្យឲ្យតាមរកឪពុកម្ដាយនាងទាល់តែឃើញនាំមករស់នៅសុខស្រួលក្នុងរាជវាំងក្នុងនាមជាកូនកតញ្ញូហើយតាមរកកណ្ដៅសនាំមកនៅក្នុងដំណាក់ព្រះរាជាបានតែងតាំងកណ្ដៅសជាស្ដេចនៃសត្វព្រោះតែរឿងនេះហើយទៅក្នុងរាសីឆ្នាំទាំង12មានឆ្នាំជូតជាឆ្នាំទី1